ឥឡូវនេះយើងមកដល់ទីនេះយើងជួបវល់នេះស្លឹកធំមកបងប្អូនណាហើយមែនតើពុកម៉ែបងប្អូនយើងមួយចំនួនគាត់ក៏ពឹងឲ្យខ្ញុំមករកជាមួយនឹងវល់ក្បៀសនេះមើមគាត់យកទៅប្រើការសម្រាប់ធ្វើថ្នាំហើយចំពោះដើមគាត់ចង់បានដើមទៅដាំដែរណាថ្ងៃមុនគាត់បានអាវល់ក្បៀសស្លឹកតូចយកទៅដាំហើយឥឡូវគាត់ចង់បានអាវល់ក្បៀសស្លឹកធំពុកម៉ែបងប្អូនយើងដែលកំពុងតែរស់នៅក្នុងប្រទេសក៏ដូចជាពុកម៉ែបងប្អូនយើងដែលរស់នៅក្រៅប្រទេសទាំងអស់គ្នាផងដែរនៅខណៈពេលនេះពុកម៉ែបងប្អូនខ្ញុំបានធ្វើដំណើរចូលព្រៃទៀតហើយណាហើយក្នុងដំណើរថ្ងៃនេះយើងពិតជាមកវែងឆ្ងាយមែនតើវែងឆ្ងាយណាស់ហើយក៏ព្រោះតែរុក្ខជាតិខ្លះនៅទីនេះដែលយើងធ្លាប់បានមកទីនេះហើយយើងឃើញហើយយើងស្រាវជ្រាវដឹងហើយថ្ងៃនេះយើងត្រឡប់មកវិញដើម្បីមកផលិតជាវីដេអូចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាណាបានដឹងបានស្គាល់បានស្គាល់ហ្នឹងគឺបានស្គាល់ពីឈ្មោះស្គាល់ពីភិនភាគលក្ខណៈខាងក្រៅបានដឹងហ្នឹងគឺបានដឹងអំពីអត្ថប្រយោជន៍របស់វាថាតើយើងយករុក្ខជាតិហ្នឹងទៅធ្វើជាថ្នាំសម្រាប់ព្យាបាលរោគអ្វីខ្លះយើងយកផ្នែកណាខ្លះទៅប្រើប្រាស់តើយើងប្រើប្រាស់របៀបម៉េចយើងប្រើក្នុងកម្រិតប៉ុណ្ណានេះគឺជាបុព្វហេតុសំខាន់ដែលខ្ញុំតែងតែបង្ហាញនៅក្នុងវីដេអូរបស់ខ្ញុំគ្រប់វីដេអូទាំងអស់ពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនបើសិនជាកលេចមកទីនេះពុកម៉ែបងប្អូនឃើញហើយខែនេះគឺជាខែប្រាំងបាទអញ្ចឹងរុក្ខជាតិមួយចំនួនគឺធ្លាក់ស្លឹកធ្លាក់ស្លឹកអស់ហើយស្មៅក៏ចាប់ផ្ដើមងាប់បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនគាត់ក៏ចាប់ផ្ដើមដុតព្រៃឬដុតស្មៅដើម្បីសម្អាតដីរបស់គាត់នៅពេលដែលរដូវវស្សាធ្លាក់ភ្លៀងមកគឺអាស្មៅឬក៏អីទាំងអស់ហ្នឹងវានឹងដុះលូតលាស់សារជាថ្មីជាប្រពៃណីខ្ញុំធ្លាប់ដើរព្រៃនៅតំបន់មួយចំនួនគឺគេធ្វើបែបនេះជារៀងរាល់ឆ្នាំហេតុអីដោយសារតែនៅរដូវវស្សាគឺស្មៅហ្នឹងគឺដុះច្រើនពុកម៉ែបងប្អូនរដូវប្រាំងវាងាប់បើយើងមិនដុតទេរដូវវស្សាឆ្នាំក្រោយប្រកាសជាពិបាកនឹងធ្វើនឹងដើរចូលព្រៃទាំងអស់ហ្នឹងអញ្ចឹងបានជាតំបន់ខ្លះហ្នឹងគឺគាត់ដុតជាប្រចាំខែប្រាំងខែហ្នឹងគឺដុតហើយដុតហើយហ្នឹងស្អាតភ្លឹងដូចពុកម៉ែបងប្អូនឃើញហ្នឹងគឺស្អាតអញ្ចឹងខែវស្សាធ្លាក់ភ្លៀងមកព្រៃសុបទ្រុបស្មៅដុះខៀវខ្ចីត្រឡប់ទៅខែប្រាំងគឺគាត់ត្រូវតែដុតអញ្ចឹងវិញតទៅទៀតពុកម៉ែបងប្អូនណាត្រឡប់មករឿងរ៉ាវយើងវិញពុកម៉ែបងប្អូនអ្វីដែលខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូននៅរុក្ខជាតិមួយប្រភេទវាជាប្រភេទវល្លពុកម៉ែបងប្អូនណារុក្ខជាតិនេះមានឈ្មោះមានពីរប្រភេទដែរសូមបញ្ជាក់ខ្ញុំបង្ហាញគឺវល្លក្បៀសពុកម៉ែបងប្អូនណាវល្លក្បៀសមានពីរវល្លក្បៀសស្លឹកតូចនិងវល្លក្បៀសស្លឹកធំចំពោះវល្លក្បៀសស្លឹកតូចខ្ញុំធ្លាប់បង្ហាញពុកម៉ែបងប្អូនរួចហើយឥឡូវនេះយើងមកដល់ទីនេះយើងជួបវល្លក្បៀសស្លឹកធំពុកម៉ែបងប្អូនណាហើយមែនតើពុកម៉ែបងប្អូនយើងមួយចំនួនគាត់ក៏ពឹងឲ្យខ្ញុំមករកជាមួយនឹងវល្លក្បៀសនេះមើមគាត់យកទៅប្រើការសម្រាប់ធ្វើថ្នាំហើយចំពោះដើមគាត់ចង់បានដើមទៅដាំដែរណាថ្ងៃមុនគាត់បានអាវល្លក្បៀសស្លឹកតូចយកទៅដាំហើយឥឡូវគាត់ចង់បានអាវល្លក្បៀសស្លឹកធំណាអរគុណហើយបងនៅខាងឧដុង្គណាតែគាត់ទស្សនាវីដេអូរបស់ខ្ញុំទៅគាត់ថាអូគាត់ចង់បានជីតារបស់គាត់ចង់បានយកទៅដាំទាំងអាវល្លក្បៀសស្លឹកតូចទាំងអាវល្លក្បៀសស្លឹកធំហើយឥឡូវនេះគាត់ពឹងឲ្យយើងមករកហើយគាត់ថាសុំមើមខ្លះផងគាត់យកទៅប្រើការអញ្ចឹងណាអូខេអញ្ចឹងពុកម៉ែបងប្អូនយើងពីមុនធ្លាប់តែឃើញខ្ញុំបង្ហាញនៅក្នុងវីដេអូខ្ញុំជាមួយវល្លក្បៀសស្លឹកតូចឥឡូវនេះយើងមកទស្សនាជាមួយវល្លក្បៀសស្លឹកធំណាមែនតើគឺបើយើងសង្កេតពិនិត្យស្លឹករបស់វាគឺមិនជាខុសគ្នាទេវាគ្រាន់តែមួយយ៉ាងគត់ណាគឺនៅពេលដែលវាជាវល្លក្បៀសស្លឹកធំស្លឹកវាធំណាហើយវារាងមូលហើយបើវល្លក្បៀសស្លឹកតូចស្លឹកវារាងទៅវែងមកអញ្ចេះណាអញ្ចឹងពុកម៉ែបងប្អូនយើងពិបាកដែរមែនតើខ្ញុំដើរហ្នឹងក៏ដើរដែរស្រាវជ្រាវហ្នឹងក៏ស្រាវជ្រាវប៉ុន្តែដល់មកជួបនៅនេះហើយដីវាស្ទើរតាម100គីឡូណាហើយដល់មកជួបឃើញពុកម៉ែបងប្អូនហានេះសំណាងដែរឃើញស្នាមគោប្រជាពលរដ្ឋគាត់លែងចូលមកស៊ីកន្លែងខ្លះអស់ហើយខ្ញុំគិតថាសំណាងមកថ្ងៃនេះនៅសល់អាហ្នឹងបានថតបង្ហាញជូនដល់ពុកម៉ែបងប្អូនទៅណាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាហើយយើងទស្សនាលម្អិតខ្ញុំនឹងបង្ហាញអំពីដើមរបស់វាបាទក៏ពិតទៅដើមនេះបងប្អូនមកគុំធំហើយក៏ពិតទៅម្លាស់ឡើងវិញនេះដើមវានៅពេលទៅម្លាស់មកវាមានពណ៌លក្ខណៈចេះគឺពណ៌លក្ខណៈរៀងសអញ្ចឹងណាសអញ្ចឹងហើយបើយើងមើលមកនេះវិញស្លឹករបស់វាគឺវាដុះឆ្លាស់គ្នាពុកម៉ែបងប្អូនណាហើយឆ្លាស់គ្នាមានមួយឆ្វេងមួយស្ដាំអញ្ចឹងមកណានេះឃើញទេ
อันนี้ช่วยนิสแดมดอกมาจังมาหายบอยยืงสังเกตตัวเดินตุ่มรงสลักบ่าหากระไรนี่ก็เป็นดอกมานี่จบนี่จังได้นะเคยเนี้ยบอยช่วยนิสแดมคือดอกตุลโตงเนี่ยแต่มาดองนะไอ้บอยยืงสังเกตตัวเดินตุ่มรงสลักคือvì mình men chỉ tổ về chom thì nè hay còn mình mua chom đấy hay vì chẳng mót đối bài đồn chẳng hay vì xuôi khẳng trống hay tận đúng slap bảo biết khơi cho ba anh đi khẳng lứa nè anh đi khẳng khòm mà bằng phồn nè hay vol bảo biết cứ po sờ bỏ lấy mà bằng phồn bàn khơi chăng ai dương ọt khơi miền phè ọt khơi miền ca tí chân dương có ọt bàn thọt ô nó đây miền phè mà bằng phồn phè chẳng ca bảo biết rồi thấy ô vì phè nó đi chết bà ô sầm nàng đá nè đi ở dương mơ ca về rồi tới bị chập đâm phè bà này bảo biết bà muốn á bà này cứ phè là bọc bò khi sớm không bà khơi là son bị phè nè thì người điện chẳng sầm nàng đây bạn khơi phè bạn khơi cá thì bạn khơi slap khơi đào nèไอ้ขยมกอดบานกายมือได้ไอ้ติดเตี้ยไปขยมเตาการจิ้มมือบอกวิโยตอยบองหางดอกกอดกันแล้วไอ้พวกการช่วยจุดต่างๆนะพวกมาบอกพูดออกนี่พวกมาบอกพูดศาสนาวิโตนี่tớiขยมนำให้ยังเพียรทักไปยาวระบบวอลเบียสหลักทงนี่ក្នុងការដែលយើងយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺបាទចំពោះវอลเบียสหลักធំនេះផ្នែកដែលយើងយកទៅប្រើប្រាស់គឺយើងយកមើមបាទយើងយកមើមណាចំពោះការព្យាបាលវិញពុកម៉ែបងប្អូនមើលរបស់វាពោសហ្នឹងគឺវាមានជាតិពុលហើយយើងយកទៅប្រើសម្រាប់ព្យាបាលក្អកបាទរលាកទងសួតរ៉ាំរៃក្អកមាន់ក្អករបែងបាទហើយក៏ដូចជាទម្លាក់ព្រូនដែរហើយបើសិនជាយើងប្រើក្រៅខ្លួនវិញយើងប្រើសម្រាប់បាទសម្រាប់ចៃឬក្បាលណាហើយក៏ដូចជាព្យាបាលកមរមាស់បាទកមរមាស់ហើយគេប្រើមើមក្បិសសម្រាប់សត្វល្អិតក្នុងវិស័យកសិកម្មផងដែរចំពោះកម្រិតប្រើប្រាស់វិញគឺយើងប្រើពី4ទៅ12ក្រាមទេយើងអាចប្រើថ្នាំសម្រាប់ដាំពិសាក៏បានប្រើជាថ្នាំគ្រាប់ឬជាម្សៅក៏បានរយៈពេលប្រើហ្នឹងគឺយើងប្រើពី4ទៅ6ថ្ងៃបើគេប្រើផ្នែកខាងក្រៅគេអាចត្រាំស្រាគេអាចត្រាំទឹកបាទឬក៏គេបុកទៅជាម្សៅហើយតែប្រុងប្រយ័ត្នដែរចំពោះមើមក្បិសនេះគឺវាមានជាតិពុលមនុស្សខ្សោយហាមប្រើបាទហើយបើសិនជាយើងពុលវិញយើងយកខ្ញីស្រស់បុកពូតយកទឹកប្រហែល2ស្លាបព្រាបាយលាយទឹកខ្មេះបាទឬក៏ទឹកខ្មេះទឹកត្នោតហ្នឹង1ស្លាបព្រាបាយរួចពិសាទៅបាទអញ្ចឹងបន្ទាប់ពីពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនានៅវីដេអូស្ដីអំពីដើមវល្លិក្បិសស្លឹកធំតាមរយៈវីដេអូនេះខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនបានស្គាល់ច្បាស់ហើយជាមួយនឹងវល្លិក្បិសស្លឹកធំហើយពុកម៉ែបងប្អូនទាំងអស់គ្នាក៏បានដឹងដែរពីអត្ថប្រយោជន៍របស់វល្លិក្បិសស្លឹកធំនេះថ្ងៃក្រោយបើសិនជាពុកម៉ែបងប្អូនណាមានអាការៈឬក៏បញ្ហាសុខភាពមួយចំនួនដោយដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះពុកម៉ែបងប្អូនស្ដាប់ទៅអាចប្រើរុក្ខជាតិនេះយកទៅព្យាបាលរោគទាំងអស់នឹងបានពុកម៉ែបងប្អូនសាកល្បងប្រើទៅណាប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យពុកម៉ែបងប្អូនធ្វើដំបូងបំផុតពុកម៉ែបងប្អូនគួរតែទៅមន្ទីរពេទ្យសិនណាមុននឹងយើងព្យាបាលជំងឺតាមបែបបុរាណបាទហើយអញ្ចឹងទេបើសិនជាពុកម៉ែបងប្អូនមិនមានជំរឿសទេចុងក្រោយពុកម៉ែបងប្អូនសាកប្រើប្រាស់ទៅហើយពុកម៉ែបងប្អូនស្ដាប់ឲ្យច្បាស់ណាហើយយើងសង្កេតពិនិត្យឲ្យបានហ្មត់ចត់ណាប្រើប្រាស់ឲ្យត្រូវទៅតាមក្បួនតាមຂະຫນាតតាមកម្រិតតាមបរិមាណទៅពុកម៉ែបងប្អូនណាថ្នាំបុរាណខ្មែរយើងបើសិនជាយើងប្រើត្រូវគឺជាដាច់តែម្ដងហើយអានេះវាជាគុណប្រយោជន៍ណាវាអត់ប៉ះពាល់ទៅលើសរីរៈណាមួយទេបើសិនជាព្យាបាលជំងឺហ្នឹងវាអត់ជះផលទៅលើបញ្ហាសរីរាង្គកាយណាផ្សេងទៀតទេឲ្យតែយើងប្រើប្រាស់ឲ្យបានត្រឹមត្រូវទៅតាមកម្រិតក្បួនຂະຫນាតផ្សេងដែលខ្ញុំបានបង្ហាញនេះបាទអញ្ចឹងទេពុកម៉ែបងប្អូនណាអរគុណមែនទែនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយនៅបរិវេណម្ដុំនេះយើងក៏មានរុក្ខជាតិផ្សេងទៀតណានឹងលើកយកមកបង្ហាញចែកជូនទៅដល់ពុកម៉ែបងប្អូនយើងដែរណាអញ្ចឹងទេពុកម៉ែបងប្អូនបន្ទាប់ពីទស្សនាវីដេអូនេះហើយពុកម៉ែបងប្អូនសូមរងចាំទស្សនាវីដេអូក្រោយទៀតដែលខ្ញុំនឹងលើកយករុក្ខជាតិមួយចំនួនទៀតមកបង្ហាញពុកម៉ែបងប្អូនជាបន្តទៀតបាទអញ្ចឹងទេក្នុងគណៈពេលនេះខ្ញុំក៏សូមជម្រាបលាប៉ុណ្ណឹងហើយជូនពរពុកម៉ែបងប្អូនយើងទាំងអស់គ្នាឲ្យមានសុខភាពល្អទៅណាហើយការប្រកបរបររកស៊ីនឹងឲ្យចេះតែចម្រុងចម្រើនកាក់កបតរៀងទៅបាទសូមអរគុណសូមជម្រាបលា